ទស្សនិកជននេះគឺជាវគ្គកិច្ចសម្ភាសភ្ញៀវនៅក្នុងថ្ងៃនេះយើងខ្ញុំសូមគោរពអញ្ជើញទស្សនិកជនមកតាមដាននៅប្រធានបទមួយដែលនិយាយអំពីពិធីសាសនាដែលរៀបចំនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរសពមួយដងទស្សនិកជនតែងតែបានស្វែងយល់អំពីរណ្ដាប់ទទួលទេវតាអំពីកិច្ចផ្សេងដែលរៀបចំជាលក្ខណៈប្រពៃណីជាតិខ្មែរប៉ុន្តែក៏មិនសូវបានជាជ្រាបច្បាស់ប្រមាណដែរទេអំពីពិធីសាសនានៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរតើគេរៀបចំយ៉ាងម៉េចទៅហើយអត្ថន័យថ្ងៃនីមួយៗដែលរៀបចំតាមបែបពុទ្ធសាសនានឹងវាបញ្ជាក់ន័យអ្វីខ្លះនៅក្នុងថ្ងៃនេះយើងខ្ញុំបានទទួលកិត្តិយសនិមន្តចូលរួមពីព្រះសុមេតវង្សបណ្ឌិតសុកបន្ទឿនព្រះអង្គគឺជាបច្ចាតិកាវត្តនុនមនីព្រះអង្គនឹងមកពន្យល់បកស្រាយទៅកាន់ទស្សនិកជនថាតើពិធីតាមបែបសាសនាដែលគេធ្វើសម្រាប់3ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរនឹងវាសបញ្ជាក់អ្វីខ្លះសូមអញ្ជើញតាមដានទស្សនាដូចតទៅជាបឋមកណាសូមក្រាបថ្វាយបង្គំព្រះអង្គកណាសូមអរព្រគុណព្រះអង្គដែលអនុញ្ញាតឲ្យក្រុមការងាររបស់កណាមកធ្វើកិច្ចសម្ភាសន៍នៅទីនេះផ្ទាល់កណាមិនបងអង្គយូរទេដោយដែលបានលើកឡើងខាងដើមជុំវិញប្រធានបទអញ្ចឹងពិធីសាសនានៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរហ្នឹងភាគច្រើនដឹងថាអ្នកដែលធ្លាប់ដឹងអំពីកិច្ចនេះប៉ុន្តែជាទូទៅជាចំនួនដ៏ច្រើនមួយនោះប្រជាពលរដ្ឋខ្មែរលោកជាមិនសូវជាបានជ្រាបប្រមាណដែរទេដូច្នេះសូមអារាធនាព្រះអង្គជួយបញ្យល់បកស្រាយបន្តិចតាមថ្ងៃនីមួយៗនៃពិធីបុណ្យចូលឆ្នាំខ្មែរដែលរៀបចំពិធីតាមបែបសាសនាសូមអារាធនាព្រះអង្គតកតងទៅនឹងពិធីបុណ្យចូលឆ្នាំដែលជាប្រពៃណីជាតិរបស់ខ្មែរយើងគឺជាពិធីមួយដ៏ធំហើយកើតឡើងអស់រយៈកាលរាប់ពាន់ឆ្នាំកន្លងមកហើយដែលប្រជាជាតិខ្មែរយើងតែងតែនាំគ្នាប្រពៃហើយសូមចម្រើនពរជូនថាពិធីនេះមានលក្ខណៈសំខាន់ពីរដែលទី1គឺពិធីកើតឡើងតាមរយៈប្រពៃណីហើយទី2គឺកើតឡើងអាស្រ័យលើពុទ្ធសាសនពិធីអញ្ចឹងពិធីបុណ្យចូលឆ្នាំហ្នឹងគឺល្បាយរវាងប្រពៃណីជាតិផងហើយនិងពុទ្ធសាសនាផងអញ្ចឹងបានរាល់ពិធីកម្មដែលខ្មែរយើងតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំហ្នឹងគឺពិធីហ្នឹងគឺឆ្លុះបញ្ចាំងអំពីគំនិតនៃការអប់រំផងបង្កើតភាពសប្បាយរីករាយផងហើយនឹងជាពិសេសគឺបង្កើនសាមគ្គីធម៌នៅក្នុងសង្គមហើយមួយផ្នែកទៀតយើងសង្កេតមើលទៅគឺបានរួមចំណែកទ្រទ្រង់ប្រពៃណីហើយនឹងទំនៀមទម្លាប់របស់ជាតិនិងពុទ្ធសាសនាឲ្យបានគង់វង្សផងហើយពិធីបុណ្យហ្នឹងមានរយៈកាល3ថ្ងៃដែលញាតិញោមពុទ្ធបរិស័ទសពរោះបានដឹងហើយថាថ្ងៃទី1គឺជាថ្ងៃចូលថ្ងៃទី2ថ្ងៃវរៈវណ្ណបតថ្ងៃទី3ថ្ងៃវរៈឡើងស័កក្នុងចំណោមទាំង3ថ្ងៃនេះដែលពុទ្ធបរិស័ទរបស់យើងហើយអាត្មាមុននឹងចូលដល់ថ្ងៃទី1ទី2ទី3ហ្នឹងក៏សូមចម្រើនពរជូនមុនថ្ងៃនឹងបន្តិចមុនពេលថ្ងៃចូលមកដល់ហ្នឹងយើងមើលពុទ្ធបរិស័ទប្រជាពលរដ្ឋខ្មែរយើងលោកតែងតែរៀបចំនៅគេហដ្ឋានរៀបចំនៅទីកន្លែងហើយជាពិសេសនោះមានពិធីកម្មជាច្រើនយើងមើលទៅនៅតាមវត្តនៅតាមកន្លែងផ្សេងហ្នឹងមានពិធីជាពិសេសហ្នឹងគឺអរតនេនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តជាជ័យមង្គលនៅតាមប្រទេសរៀងខ្លួនជាលក្ខណៈឯកជនក្តីជាលក្ខណៈស្ថាប័នឬក៏ក្រសួងក្តីហ្នឹងគឺតែងតែប្រារព្ធធ្វើពិធីហ្នឹងយើងមើលទៅឆ្លុះបញ្ចាំងអំពីការស្រឡាញ់រាប់អានហើយជាពិសេសនាំគ្នាថែរក្សាឲ្យបានគង់វង្សនៅទំនៀមទម្លាប់និងប្រពៃណីហើយទ្រទ្រង់នៅពុទ្ធសាសនានឹងផងដល់ពេលចូលដល់ថ្ងៃទី1ទី2ទី3ឥឡូវចូលដល់ថ្ងៃទី1ថ្ងៃទី1ហ្នឹងជាទូទៅគឺពុទ្ធបរិស័ទរបស់យើងលោកមានការអញ្ជើញមកកាន់វត្តអារាមហើយការអញ្ជើញមកកាន់វត្តអារាមហ្នឹងមានពិធីច្រើនទី1គឺបានយកនៅចង្ហាន់មកប្រគេនដល់ព្រះភិក្ខុសង្ឃយើងមើលនៅតាមបណ្ដាវត្តនានាហ្នឹងញាតិញោមតែងតែអញ្ជើញទៅយកចង្ហាន់ទៅប្រគេនដល់ព្រះភិក្ខុសង្ឃនេះដាបាំងស្គលហើយដើម្បីឧទ្ទិសនៅកុសលហ្នឹងដល់បុព្វការីជនហើយបុព្វការីជនហ្នឹងថ្មបែងចែកទៅមានច្រើនប៉ុន្តែសង្ខេបមកមាន2
ទីមួយបពការីជនគឺពលគឺមេត្តាបិតាអ្នកមានគុណផ្ទាល់ចំពោះខ្លួនហើយទី2បពការីជនឬក៏ពុព្វបរោះខ្មែរយើងដែលលោកមានគុណចំពោះជាតិនិងពុទ្ធសាសនានិច្ចកម្មទៅយើងធ្វើពិធីហ្នឹងបាំងស្កូលឧទ្ទិសកុសលដល់បពការីជនទាំងនោះហ្នឹងគឺថ្ងៃទី1ហើយមួយទៀតនោះពេលដែលអញ្ជើញមកវត្តពុទ្ធបរិស័ទតែងតែសាងនៅវិលកចេតិយវិលកចេតិយគឺចេតិយសាងពីដីខ្សាច់កន្លែងខ្លះទៅវត្តខ្លះនោះគឺរៀបចំពិធីពូនភ្នំកហើយយកអង្គមកពូនអញ្ចឹងទៅដើម្បីជាបុណ្យកុសលហើយមានប្រពៃណីទំនៀមទម្លាប់មានច្រើននៅតកតងរឿងពិធីពូនភ្នំខ្សាច់ភ្នំកហ្នឹងគឺដើម្បីផ្ដាច់កម្មអកុសលហើយការពូនភ្នំខ្សាច់ភ្នំកហ្នឹងគេធ្វើជាជ្រុង4ហើយក្តាល1នឹងគឺតំណាងឲ្យក្តាលចេតិយក្តាលហ្នឹងគឺតំណាងឲ្យចេតិយតម្កល់នៅព្រះបរមសារីរិកធាតុហើយអម4សងខាងហ្នឹងជ្រុងហ្នឹងគឺតំណាងឲ្យអគ្គសាវកស្វែងស្ដាំរបស់ព្រះអង្គដែលលោកបរិនិព្វានទៅនឹងចាស់បុរាណយើងលោកអប់រំឲ្យយើងយល់អំពីរឿងហ្នឹងហើយទី2ក្នុងទស្សនៈមួយអប់រំគឺមានន័យថាការពូនភ្នំខ្សាច់ហ្នឹងគឺចង់ចាស់យើងចង់ឲ្យកូនចៅយើងបានយល់អំពីបុណ្យកុសលថាឲ្យយើងកសាងបុណ្យកុសលឲ្យបានច្រើនពូនភ្នំបុណ្យឲ្យបានខ្ពស់កាលណាយើងមានបុណ្យកុសលច្រើនយើងផ្ដាច់កម្មអកុសលអញ្ចឹងគឺយើងរមែងទទួលបាននៅសេចក្តីសុខសេចក្តីចម្រើននៅក្នុងនោះនៅតាមបណ្ដាវត្តក៏តែងតែមានពិធីសូត្រមន្តចម្រើនព្រះវត្តផងដែរហ្នឹងគឺវេលាល្ងាចប៉ុណ្ណានឹងហើយមានការសម្ដែងពធទេសនាហ្នឹងថ្ងៃទី1ចូលមកដល់ថ្ងៃទី2ចូលមកដល់ហ្នឹងក៏មិនខុសគ្នាប្រមាណទេវេលាពេលព្រឹកហ្នឹងញាតិញោមពុទ្ធបរិស័ទជួនកាលគាត់មិនបានមកថ្ងៃទី1អញ្ចឹងគាត់អញ្ជើញមកថ្ងៃទី2យកចង្ហាន់មកប្រគេនដល់ព្រះភិក្ខុសង្ឃហើយបាំងស្កូលឧទ្ទិសបុណ្យកុសលជូនដល់បុព្វការីជនឬក៏ពុព្វបរោះខ្មែរយើងដែលលោកមានគុណបំណាច់ចំពោះជាតិនិងពុទ្ធសាសនាហ្នឹងហើយដល់ពេលរិសៀលឡើងក៏មានពិធីស្រង់ព្រះឬក៏ស្រង់ទឹកប្រគេនដល់ព្រះភិក្ខុសង្ឃហ្នឹងគឺចម្រើនពរអញ្ចឹងហើយពិធីស្រង់ព្រះហ្នឹងក៏មានអត្ថន័យសំខាន់ដែរហ្នឹងគឺថ្ងៃទី2សាសនពិធីនៅក្នុងពុទ្ធសាសនាដែលចូលដល់ថ្ងៃទី2ហៅថាថ្ងៃវរៈវណ្ណបន់ដល់ចូលថ្ងៃទី3ក៏មិនខុសគ្នាប្រមាណដែរស្តៀងគ្នាប៉ុន្តែរៀបចំពិធីស្រង់ព្រះភិក្ខុសង្ឃជួនកាលដែរថ្ងៃទី2មិនបានធ្វើគេយកថ្ងៃទី3ថ្ងៃឡើងស័កហ្នឹងគឺហើយពិធីស្រង់ព្រះហ្នឹងហើយស្រង់ព្រះភិក្ខុសង្ឃហើយនៅតាមបណ្ដាវត្តនានាជាពិសេសនៅតាមភូមិមួយចំនួនយើងឃើញទៅមានការកោតសរសើរដែរដោយសារក្នុងថ្ងៃទី3ហ្នឹងគេតែងតែរៀបចំពិធីមុជទឹកជូនដល់មេត្តាបិតាចាស់ព្រឹទ្ធាចារ្យអញ្ចឹងគឺថ្ងៃទី3ហ្នឹងគឺសំខាន់មិនខុសពីថ្ងៃទី2ទេអញ្ចឹងនេះជាសាសនពិធីហើយមានពិធីច្រើនជាងនឹងទៀតនៅតាមបណ្ដាវត្តនានានៅតាមភូមិឃុំនានាមូលដ្ឋាននានាហ្នឹងក៏មានពិធីរៀបចំលេងល្បែងប្រពៃណីអីចឹងទៅតាមប្រពៃណីជាតិរបស់យើងនឹងក៏បង្កើនភាពសប្បាយនៅក្នុងសង្គមយើងហើយក្នុងនោះក៏យើងរក្សាប្រពៃណីឲ្យបានគង់វង្សដែរហើយអាត្មាក្នុងន័យហ្នឹងក៏សូមចម្រើនពរជូនដែរថាអត្ថន័យនៃពិធីស្រង់ព្រះហើយស្រង់ទឹកប្រគេនដល់ព្រះភិក្ខុសង្ឃក្តីហើយជាពិសេសមុជទឹកជូនដល់ចាស់ព្រឹទ្ធាចារ្យឬក៏មេត្តាបិតាហ្នឹងគឺជាកិច្ចមួយសំខាន់ណាស់ដែលខ្មែរយើងពីសម័យដើមអាត្មាលើកពីក្នុងសម័យរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ព្រះអង្គគឺជាអង្គព្រះមហាក្សត្រមួយអង្គដ៏មានសក្តានុពលហើយព្រះអង្គលោកគោរពពុទ្ធសាសនាណាស់ហើយការគោរពរបស់ព្រះអង្គមិនមែនគ្រាន់តែជាការគោរពធម្មតាទេព្រះអង្គលោកមានការចេះដឹងពុទ្ធសាសនាស៊ីជម្រៅមែនទែនយើងមើលពនាងឥន្ទ្រទេវីដែលជាបរិយអគ្គមហេសីរបស់ព្រះអង្គជាសាស្ត្រាចារ្យភាសាសំស្ក្រឹតភាសាបាលីពង្រៀនដល់ព្រះភិក្ខុសង្ឃទៀតអញ្ចឹងពីសម័យនោះដល់ការគោរពពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនហើយការយល់ដឹងពុទ្ធសាសនាយ៉ាងស៊ីជម្រៅកាលណាបើដល់
ថ្ងៃចូលឆ្នាំមកដល់អង្គព្រះមហាក្សត្រលោកតែងតែត្រាស់បង្គាប់ឲ្យចវាយខេត្តគ្រប់ខេត្តក្រុងទាំងអស់ដែលយកដង្ហែពីព្រោះពីសម័យនោះយើងមោទនភាពណាដោយនៅតាមបណ្ដាខេត្តក្រុងមួយមានរូបពុទ្ធរូបដាក់តម្កល់នៅតាមបណ្ដាខេត្តក្រុងនានាគ្រប់ខេត្តក្រុងទាំងអស់ដល់អញ្ចឹងពេលណាដែលចូលឆ្នាំមកដល់ព្រះអង្គលោកឲ្យត្រាស់បង្គាប់ឲ្យចវាយខេត្តគ្រប់ខេត្តក្រុងហ្នឹងរៀបចំក្បួនដង្ហែពុទ្ធបដិមាហ្នឹងទៅតម្កល់ទុកនៅប្រាសាទអង្គរវត្តជុំគ្នាហើយរៀបចំពិធីស្រោចស្រពសុគន្ធវរីថ្វាយដល់ព្រះពុទ្ធនឹងដែលគួរឲ្យស្ញប់ស្ញែមែនទែនទៅនឹងដោយអំណាចនៃការគោរពពីសំណាក់អង្គព្រះមហាក្សត្រប្រជាពុទ្ធបរិស័ទយើងទាំងមន្ត្រីរាជការរាជអាមាត្យធំរហូតដល់ពុទ្ធបរិស័ទទូទៅមានការគោរពឲ្យតម្លៃបែបហ្នឹងចឹងបានជាសុខយើងមានសេចក្តីសុខណាស់អំណាចដៃជះនៃព្រះពុទ្ធការស្រង់ព្រះពុទ្ធរូបហ្នឹងគឺរមែងទទួលបានសេចក្តីសុខហើយនឹងបញ្ជាក់អំពីបារមីរបស់ព្រះសម្មាសម្ពុទ្ធផ្ដល់នូវសេចក្តីសុខដោយសារយើងគោរពណាហ្នឹងគឺអង្គព្រះមហាក្សត្រគឺព្រះបាទជ័យវរ្ម័នទី7ដល់ក្រោយមកទៀតក៏មានធ្វើពិធីហោហាអញ្ចឹងយើងសពថ្ងៃយើងនៅតែមានពិធីអញ្ចឹងដែរប៉ុន្តែកន្លែងខ្លះក៏មានការបាត់បង់នៅតាមបណ្ដាវត្តនានាកាលណាដល់ថ្ងៃស្រោចស្រពសុគន្ធវរីឬថ្វាយស្រង់ព្រះហ្នឹងទៅជួនកាលយើងអាចបានប្រពធ្វើហ្នឹងក៏ជាបញ្ហាមួយដែរអញ្ចឹងប៉ុន្តែវត្តមួយចំនួនយើងមើលទៅមានការប្រពនៅពិធីនឹងគួរឲ្យកោតសរសើរមែនទេហើយដល់ឡែកវត្តរបស់អាត្មាភាពវត្តនន្ទមនីនេះអាត្មាមិនដែលខានទេទោះបីពុទ្ធបរិស័ទចូលរួមមានកម្រិតយ៉ាងណាក៏អាត្មាតែងតែរៀបចំពិធីស្រង់ព្រះសុគន្ធវរីថ្វាយចំពោះពុទ្ធបដិមាទាំងតម្កល់នៅក្នុងទីព្រះវិហារនៅតាមសាលាក្តីនឹងរៀបចំពិធីនឹងចប់ទៅមានរៀបចំពិធីស្រង់ព្រះសង្ឃព្រះភិក្ខុសង្ឃចាស់ក្តីព្រះសង្ឃក្មេងក្តីហ្នឹងឲ្យលោកគង់ទៅញាតិញោមពុទ្ធបរិស័ទរៀបចំពិធីស្រង់ទឹកប្រគេនដល់ព្រះភិក្ខុសង្ឃចប់ព្រះភិក្ខុសង្ឃហើយក៏មានពិធីមុជទឹកជូនដល់មេដាបិតាឬក៏ចាស់ព្រឹទ្ធាចារ្យដែលយើងបានធ្វើទៅហ្នឹងហើយកូនចៅហ្នឹងមុននឹងរៀបចំអញ្ចឹងទៅមានពិធីកម្មាទោសដឹកនាំឲ្យកូនចៅនឹងបានយល់ថាណែពិធីបុណ្យចូលឆ្នាំរបស់ជាតិយើងគឺជានិមិត្តរូបមួយបង្ហាញអំពីទស្សនៈអប់រំផងមិនមែនគ្រាន់តែជាការសប្បាយធម្មតាទេអញ្ចឹងបានជានៅក្នុងថ្ងៃទាំង3នេះកាលណាយើងធ្វើតាមបែបហ្នឹងជាមង្គលសម្រាប់ខ្លួនយើងសម្រាប់គ្រួសារយើងនិងសម្រាប់សង្គមជាតិយើងឲ្យស្របទៅនឹងអ្វីដែលរឿងដែលជារឿងព្រេងដែលបង្ហាញថាព្រឹកឡើងសេរីសួស្តីស្ថិតនៅត្រង់មាត់ដែលមានរឿងរ៉ាវហើយរឿងវែងអាត្មាមិនបានលើកឲ្យបានចប់សពគ្រប់ទេប៉ុន្តែជាប្រស្នាមួយដែលអ្នកប្រាជ្ញយើងលោកចង់ឲ្យយើងបានយល់អំពីរឿងសេរីសួស្តីថាព្រឹកឡើងសេរីសួស្តីស្ថិតនៅត្រង់ណាយើងឆ្លើយថាសេរីសួស្តីស្ថិតនៅត្រង់មុខអញ្ចឹងបានជាមនុស្សយើងយកទឹកលោកមុខហើយចាំអាត្មាបកស្រាយជូនតាក់ទងទៅនឹងទស្សនៈទាននៃសេរីសួស្តីហ្នឹងទី2ពេលថ្ងៃឡើងតើសេរីសួស្តីស្ថិតនៅត្រង់ណាចម្លើយថាសេរីសួស្តីស្ថិតនៅត្រង់ទ្រូងអញ្ចឹងបានជាយើងតែតែយកទឹកលាបទ្រូងដើម្បីឲ្យមានភាពត្រជាក់ទី3យប់ឡើងតើសេរីសួស្តីឬក៏ល្ងាចឡើងសេរីសួស្តីត្រង់ណាហ្នឹងគឺស្ថិតនៅត្រង់ជើងយើងយកទឹកលាបជើងដើម្បីឲ្យស្អាតមុនពេលចូលគេងនៃហ្នឹងគឺលោកអ្នកប្រាជ្ញទាំងឡាយលោកចង់អប់រំយើងលោកថាមនុស្សយើងម្នាក់ដើម្បីទទួលបានសេរីសួស្តីសេចក្តីសុខសេចក្តីចម្រើននៅក្នុងពិធីបុណ្យចូលឆ្នាំហ្នឹងគឺត្រូវតែមានការកសាងនៅកុសលកម្មបទទាំង10ហើយកុសលកម្មបទទាំង10ហ្នឹងយើងបែងចែកមកមាន3កាយកម្មវចីកម្មនិងមនោកម្មអញ្ចឹងសរុបមកវិញដើម្បីបានសេចក្តីសុខនៅក្នុងពេលដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីក៏ញាតិញោមពុទ្ធបរិស័ទទូទៅទាំងអស់យើងត្រូវរៀនជំរុះចោលនៅរឿងមិនល្អពីអតីតកាលមាននៅក្នុងឆ្នាំចាស់ហ្នឹងបើសិនបើមានសេចក្តីក្តៅក្រហាយមានការចងគំនុំចងអាឃាតឬក៏ធ្លាប់តែប្រព្រឹត្តនៅអំពើមិនល្អយើងជំរុះចោលអញ្ចឹងយើងដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីយើងកសាងតែអំពើល្អខំប្រឹងប្រែងទាំងអស់គ្នាហើយយើងសាងចិត្តថ្មីចិត្តបុណ្យនឹងបើសិនបើមានអ្នកដែលមានអំពើមិនល្អយើងជំរុះអំពើមិនល្អចោលសាងចិត្តបុណ្យជាថ្មីដល់ពេលសម្រាប់ញាតិញោមដែលមានចិត្តជាបុណ្យសេចក្តីល្អច្រើនហើយ
យើងត្រូវបន្តបុណ្យសេចក្តីល្អរបស់យើងឲ្យបានបន្តទៀតទៅនឹងមានន័យថាដំណើរជីវិតយើងក្នុងពេលដាច់ឆ្នាំចាស់ចូលឆ្នាំថ្មីហ្នឹងគឺជីវិតយើងរមែងជួបប្រទះនៅសេចក្តីសុខតែម្យ៉ាងដែរដោយសាររឿងសេចក្តីល្អហ្នឹងវាបន្តឲ្យយើងបន្តទៅហ្នឹងយើងអាចប្រះចាកកិច្ចផុតជៀសវាងរួចពីរឿងអំពើទុកឬក៏វិបត្តិអីសពបែបយ៉ាងទាំងអស់ហ្នឹងដោយសារការជំរុះចោលនៅអំពើមិនល្អហើយស្នេហ៍សាងនៅអំពើដែលជាកុសលអំពើណាដែលជាកុសលដែលយើងធ្លាប់កសាងហើយយើងបន្តយើងពង្រឹងថែរក្សាឲ្យបានគង់វង្សបន្តទៀតនេះជារឿងមួយនៅក្នុងពិធីបុណ្យចូលឆ្នាំហ្នឹងយើងគួរតែគិតទាំងអស់គ្នាដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់របស់យើងបានគង់វង្សហើយជាពិសេសរួមចំណែកលើកកម្ពស់ដល់តម្លៃពុទ្ធសាសនារបស់យើងផងដែរបងណាសូមចម្រើនពរបាទអរគុណព្រះអង្គយ៉ាងច្រើនមែនទែនដែលព្រះអង្គបានបញ្យល់បកស្រាយជុំវិញពិធីពុទ្ធសាសនាដែលក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល3ថ្ងៃហើយបានរំលេចនៅអត្ថន័យនៃសេរី3ប្រការទៀតដែលសពមួយដងខ្ញុំកណាឬក៏ពុទ្ធបរិស័ទខ្មែរខ្លះដឹងថាមិនស៊ីជម្រៅផ្សារភ្ជាប់ទៅនឹងពុទ្ធសាសនាសូមអរគុណព្រះអង្គកណាសូមក្រាបថ្វាយបង្គំលាព្រះអង្គបាទទស្សនិកជនជាទីគោរពបាទកិច្ចសម្ភាសរវាងខ្ញុំបាទជាមួយនឹងព្រះសមិទ្ធវង្សបណ្ឌិតសុកប៊ុនធឿនបច្ចាតិកាវត្តនុនមនីស្ដីអំពីពិធីពុទ្ធសាសនាក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល3ថ្ងៃបានមកដល់ទីបញ្ចប់ទៅហើយសូមថ្លែងអំណរគុណចំពោះការចំណាយពេលតាមដានទស្សនារបស់លោកអ្នកតាំងពីដើមរៀងរហូតមកយើងខ្ញុំទាំងអស់គ្នានៅក្រុមការងារសូមអរគុណនិងសូមគោរពលា